រឿងយានស្នេហ៍អ្វីដែលខ្ញុំបានឮមើលទៅវាដូចជាលំបាកខ្ញុំព្រួយបារម្ភថាតើឯងនឹងធ្វើយ៉ាងណាចាប់តាំងពីគេទុនខ្សោយហើយនឹងទុនខ្សោយមកបែបនេះត្រូវហើយខ្ញុំតែងតែប្រុងប្រយ័ត្ននឹងតាមមើលគេគ្រប់ជំហានជានិច្ចអូល្អផ្អែមអ្វីម្លេះទេលោកអើយដោយយន់មានភាពរស់រាយរាក់ទាក់ហើយក៏ចិត្តល្អដែរគេមានការលំបាកក្នុងការនិយាយថាទេចំពោះអ្នកដទៃហើយមិនសូវល្អក្នុងការនិយាយទៅកាន់មនុស្សដូច្នេះហើយខ្ញុំជាម្ដាយតែងតែព្រួយបារម្ភប៉ុន្តែវាជារឿងល្អដែលមានមនុស្សដូចជាឯងនៅក្បែរគេណាតេហានបានខ្ញុំដឹងខ្ញុំនឹងស្ដាប់គ្រប់យ៉ាងដែលម៉ាស៊ីននេះនិយាយដូច្នេះហើយលេងតាមនឹងជាមួយគ្នាចាស់ឆាប់ធ្វើ18ឯងមិនចូលចិត្តថកែនោះទេតេហានគាត់រំខានបន្តិចប៉ុន្តែខ្ញុំមានអារម្មណ៍ថាលខោននឹងគួរឲ្យធុញដល់គ្មានគេម្នាក់នោះត្រូវហើយបាទវ៉ានេះពួកគេកំពុងនិយាយអំពីរឿងត្រាម៉ាអញ្ចឹងអូមានស្អីនៅលើឯរបស់ឯងនេះមានអ្វីមួយនៅទីនេះបាទត្រូវគ្នាដល់ហើយណាមិនបានជាឯងមិននិយាយអីសោះអញ្ចឹងមកទៅអ្នកទាំងពីរចោះសម្រងគ្នាល្អណាស់មិនទេខ្ញុំមិនអីទេមិនបាច់ខ្វល់ពីខ្ញុំទេខ្ញុំគិតថាខ្ញុំមិនចាំបាច់ចូលរួមជាមួយទេឯងគឺជាអ្នកដែលហៅខ្ញុំចេញមកហេតុអីបានជាឯងធ្វើអញ្ចឹងមិនហើយខ្ញុំធ្វើអីខ្ញុំពិតជាមិនយល់ពីអ្វីដែលឯងកំពុងគិតទេមិញផ្អែមសក់សោះឥឡូវដូចចង់ខំគ្នាអ្វីថ្ងៃនេះសប្បាយណាស់ចំណាយពេលយប់ចេញក្រៅជាមួយមនុស្សចាស់មិនលំបាកដល់ឯងទេទេខ្ញុំពិតជាសប្បាយខ្លាំងណាស់នៅថ្ងៃនេះបាទពេលក្រោយខ្ញុំនឹងធ្វើប្រកាសថាយើងនឹងធ្វើអ្វីដែលល្អជាងនេះបាទម៉ាក់ជិះឡានមកខ្លួនឯងទេហ្នឹងអត់ទេម៉ាក់នឹងជិះតាក់ស៊ីទៅផ្ទះវិញអញ្ចឹងខ្ញុំហៅតាក់ស៊ីឲ្យម៉ាក់ទៅចាស់អរគុណច្រើនកូនប្រុសតាក់ស៊ីទេហានខ្ញុំពិតជារីករាយណាស់ដែលមានមនុស្សម្នាក់ល្អដូចជាឯងនៅជាមួយដូចចិនទោះបីជាខ្ញុំមិនដឹងថាទំនាក់ទំនងរបស់ឯងជាមួយដូចចិនជាអ្វីឲ្យពិតប្រាកដនោះក៏ដោយយើងគឺណែវាច្បាស់ណាស់នៅពេលដែលដូចចិនកុហកឯងក៏ឃើញដែរមិនអញ្ចឹងខ្ញុំដឹងថាអាល្អិតនោះកុហកដែរនិយាយអំពីរឿងរៀបការបែបនោះអាល្អិតនោះពូកែកុហកយ៉ាងណាក៏គេមិនអាចលាក់បាំងអារម្មណ៍ពិតរបស់គេបានទេអញ្ចឹងហើយខ្ញុំដឹងថាដូចចិនចូលចិត្តឯងខ្លាំងណាស់ណាទេហានលោកគ្រូពេទ្យដែលខ្ញុំជួបកាលពីលើកមុនក៏និយាយអញ្ចឹងដែរហើយគ្រប់គ្នាដែរខ្ញុំជួបក៏និយាយបែបហ្នឹងដែរទោះបីជាខ្ញុំមិនសូវមានទំនុកចិត្តដែលដឹងពីបុគ្គលិកលក្ខណៈរបស់គេពិតជាមិនចូលចិត្តខ្ញុំទេម៉ាក់ទៅហើយណាម្ល៉េះទេខ្ញុំមកទេតងទៅម៉ាក់ពេលក្រោយដូចចឹងម៉ាក់ពិតជាចូលចិត្តទេហានណាម៉ាក់ពិតជាចូលចិត្តគេខ្លាំងណាស់អូខេឯងសម្ដែងសមបានតែថ្ងៃនេះខ្ញុំប៉ាឯងផឹកទៅចោះថ្ងៃនេះតោះទៅតើឯងអស់កម្លាំងល្វើយណាស់មែនទេចង់ទៅផ្ទះហ៎ឯងអូខេទេថាម៉េចវាតែងតែជាមហន្តរាយនៅពេលដែលឯងនៅក្បែរខ្ញុំព្រោះឯងមិនអាចគ្រប់គ្រងវាបាន
យើងនៅជាមួយគ្នាយូរមកហើយនៅថ្ងៃនេះប៉ុន្តែឯងហាក់ដូចជាមិនអីទេអូឯងកំពុងគិតអំពី hit របស់ខ្ញុំបាទខ្ញុំគឺមិនអីទេខ្ញុំអូខេខ្ញុំបានទទួលថ្នាំទប់ស្កាត់ខ្លាំងជាងមុនហើយវាក៏ធ្វើការបានល្អដែរពិតមែនណាល្អណាស់ចឹងហាក់ដូចជាឯងបានលឺអ្វីដែលខ្ញុំនិយាយនៅលើឡានក្រុងពីមុនឡានក្រុងហ៎ដូចចឹងតោះគេជាមួយគ្នាខណៈពេលដែលឯងនៅមានស្មារតីមិនមែនកាត់ឡើងព្រោះតែ hit បែបនោះឯងធ្លាប់និយាយមិនចឹងថា hit ដែលឯងមាននោះគឺមិនមែនជាឯងនោះទេអញ្ចឹងសាក់មើលតើតាន់នៅពេលនេះឯងអាចគ្រប់គ្រងវាបានឯងនិយាយពីអីហ្នឹងឯងអត់ចង់ទេវាមិនមែនជារឿងចង់ឬមិនចង់ទេឯងមិនយល់ទេឯងឈួតហើយបានខ្ញុំស្រមៃដល់រឿងនោះច្រើនណាស់ធ្វើវាជាមួយខ្ញុំទៅដូចចឹងបងដូចចឹងដេកជាមួយខ្ញុំទៅបងប្រុស